បាទសូមគោរពដូចជាសួស្តីបងប្អូនទាំងអស់គ្នាបាទវិលមកជួបនិស្សាជាថ្មីទៀតហើយបងប្អូនណាបាទថ្ងៃនេះខ្ញុំបានមានវីដេអូថ្មីមួយដើម្បីយកមកចែកម្លែកជូនបងប្អូនណាពាក់ព័ន្ធជាមួយនឹងការលាងសម្អាតបាទលាងសម្អាតអាងកូនក្អុករបស់យើងណាបងប្អូនបាទហើយថ្ងៃនេះគឺយើងធ្វើការលាងសម្អាតបងប្អូនណាដោយសារតែកូនក្អុកយើងគឺមានអាយុ10ថ្ងៃហើយបងប្អូនចាប់តាំងពីថ្ងៃដែលយើងបង្កាត់មកដល់ថ្ងៃនេះគឺមានអាយុ10ថ្ងៃហើយបងប្អូនណាជាទូទៅត្រឹមតែ8ថ្ងៃ7ថ្ងៃ8ថ្ងៃហ្នឹងបងប្អូនធ្វើការលាងបានហើយចំណែកខ្ញុំគឺសប្តាហ៍នេះដោយសារតែខ្ញុំរវល់អញ្ចឹងវារៀងលើសថ្ងៃតិចបងប្អូនណាបាទឡើងទៅដល់10ថ្ងៃប៉ុន្តែអត់អីទេបងប្អូនណា10ថ្ងៃក៏អត់អីដែរបងប្អូនយើងធ្វើការលាងគឺយើងត្រូវមានកធុនចាបងប្អូនណាគឺមានកធុនហ្នឹង2មកសម្រាប់ពេលដែលយើងត្រង់កូនក្អុកបានគឺយើងយកវាមកចាក់បងប្អូនណាបាទយើងយកវាមកចាក់អញ្ចឹងដើម្បីកាត់បន្ថយក្នុងការអន់ងាប់របស់កូនក្អុកបើសិនជាយើងមានធុងតែមួយទេគឺធ្វើឲ្យវាចៀតគ្នាណាបងប្អូនបាទហើយយើងអញ្ចឹងយើងត្រូវមានធុង2សម្រាប់ត្រង់ហើយកញ្ចែងត្រង់នេះគឺយើងត្រូវមាន2ដែរយើងสนุกផ្លាស់ប្ដូរគ្នាណាបងប្អូនបាទពេលដែលយើងត្រង់មួយបានពាក់កណ្ដាលហើយយើងត្រូវតែបដូរកញ្ចែងខុងម្ហូបនេះបងប្អូនណាខាងតំបន់ខ្ញុំគេហៅសាជីខុងម្ហូបណាបងប្អូនណាបាទអញ្ចឹងវារុនទូចយើងធ្វើការត្រង់វាស្រួលអាហ្នឹងបងប្អូនណាបាទអញ្ចឹងយើងធ្វើការត្រង់វាមកបានមើលចំនួនមកល្មមទៅកុំឲ្យវាច្រើនពេកណាបងប្អូនណាអញ្ចឹងយើងធ្វើការយកវាមកចាក់ចូលក្នុងចាន់ដែកចាបងប្អូនបាទចូលក្នុងកធុនជ័រម្ដងពាក់កណ្ដាលមកដើម្បីកុំឲ្យវាទុកនៅនឹងច្រើនពេកធ្វើឲ្យទឹកហូរពីខាងលើទៅវាមានការផ្ទុកទឹកហ្នឹងវាវល់ខ្លាំងទៅវាធ្វើឲ្យកូនក្អុកយើងមានបញ្ហាដែរបន្ទាប់មកយើងធ្វើការបោសសម្អាតបាតអាងចឹងទៅបងប្អូនណាបាទបោសសម្អាតដូចនៅក្នុងវីដេអូហ្នឹងទៅបាទហើយកូនក្អុកយើងគឺមានសុខភាពល្អមែនតើបងប្អូនបាទបន្ទាប់ពីយើងធ្វើការបោសសម្អាតស្អាតលាងសម្អាតបាតអាងនឹងស្អាតហើយគឺយើងយកកូនក្អុកហ្នឹងយើងមកចាក់ចូលក្នុងបាតអាងវិញណាបងប្អូនណាបាទយើងចាក់ចូលក្នុងបាតអាងហើយយើងដាក់ទឹកវាធម្មតាទៅហើយវាតែងតែមានការអន់ងាប់ខ្លះបងប្អូនណាបាទជាធម្មតារបស់សត្វទេវាមិនអាចបានរស់ 100% ឬក៏ថាវានៅសុកហើយយើងទៅចាប់វាយកមកហើយវាអាចនឹងមានបញ្ហាអន់ខ្លះហើយវាមានហល់ឬក៏វាមានបញ្ហាពាក់ព័ន្ធជាមួយនឹងជន់គ្នាទឹកហូរទៅធ្វើឲ្យកង្កែបនឹងវាវល់អញ្ចឹងបងប្អូនទាំងអស់គ្នាអញ្ចឹងវាអាចមានបញ្ហាងាប់ខ្លះហើយតែយើងមានវិធីសាស្ត្រផ្សេងក្នុងការលាងសម្អាតបាតអាងគឺយើងមានវិធីសាស្ត្រផ្សេងបាទមានវិធីសាស្ត្រច្រើនដែលយើងធ្វើការលាងអត់ចាំបាច់បង្ហូរវាណាបងប្អូនគាត់ថាការយើងវិធីសាស្ត្រហ្នឹងវាមិនសូវជាមានបញ្ហាទៅដល់កូនក្អុកយើងក៏ប៉ុន្មានប៉ុន្តែវាត្រូវចំណាយពេលយូរទី1ទី2វាមិនបានស្អាតល្អ 100% ដោយដែលយើងធ្វើការលាងសម្អាតដែលធ្វើការត្រង់វាចេញចឹងទេបងប្អូនណាបាទអញ្ចឹងបន្ទាប់ពីនេះមកគឺយើងធ្វើការដាក់ទឹកវាទៅបងប្អូនណាបងប្អូនឃើញដែកសហ្នឹងតាមពិតវាអត់អីទេមកសធូក្រោយគឺវានឹងដឹងខ្លួនវិញហើយបងប្អូនណាបាទវាដែកសហ្នឹងបានន័យថាវាវល់ជាមួយទឹកចឹងបងប្អូនចឹងវាមានបញ្ហាបដែតពុះបដែតអីតិចតួចចឹងទៅ1ម៉ោង2ម៉ោងក្រោយគឺវាចលនាវិញធម្មតាហើយតែបើសិនជាបងប្អូនជ្រើសយកវិធីមួយទៀតយកមកលាងគឺវាអត់មានបញ្ហាអីចឹងទេបងប្អូនណាគ្រាន់តែថាវាចំណាយពេលក្នុងការលាងនឹងយូរបន្តិចហើយនឹងវាអត់បានស្អាត 100% ដូចតែយើងធ្វើការលាងដោយបង្ហូរវាចេញទៅខាងក្រៅទេបងប្អូនអញ្ចឹងវិធីសាស្ត្រមានច្រើនបងប្អូនណាមាន 2-3 វិធីសាស្ត្រនោះអាស្រ័យទៅលើបងប្អូនជ្រើសយកវិធីសាស្ត្រមួយណាល្អបងប្អូនជ្រើសយកមកប្រើទៅសម្រាប់ខ្ញុំគឺខ្ញុំប្រើទាំងវិធីសាស្ត្រហ្នឹងហើយនឹងប្រើទាំងវិធីសាស្ត្រផ្សេងទៀតបាទអាស្រ័យទៅលើភាពជាក់ស្ដែងដែលខ្ញុំគិតថាចង់ប្រើវិធីសាស្ត្រណាលាងគឺខ្ញុំប្រើវិធីសាស្ត្រហ្នឹងទៅហើយពាក់ព័ន្ធជាមួយនឹងការលាងកូនក្អុកគឺបងប្អូនត្រូវតែបានអាយុ1សប្តាហ៍ទៅ10ថ្ងៃចាំបងប្អូនធ្វើការលាងសម្អាតវាណាដោយសារតែពេលនោះសុខភាពវារៀងល្អប្រសើរហើយតែបើសិនជាទឹមតែញាស់បាន 4-5 ថ្ងៃបងប្អូនធ្វើការលាងគឺវាធ្វើឲ្យកូនក្អុកយើងហ្នឹងវាមានបញ្ហាងាប់ច្រើនឬក៏សង្កត់គ្នាងាប់ច្រើនអញ្ចឹងណាបងប្អូននេះបាទអរគុណច្រើនបងប្អូនគឺវីដេអូនេះមានតែប៉ុណ្្នឹងទេបងប្អូនណាពាក់ព័ន្ធជាមួយនឹងការលាងសម្អាតកូនក្អុកបាទគឺងាយទេធម្មតាទេបាទมันមានអីជាបទពិសោធន៍ឬក៏มันមានអីជាគេហៅថាលំបាកអីក្នុងការធ្វើដែលបងប្អូនមិនអាចមើលយល់ទេបងប្អូនណាបងប្អូនអនុវត្ត
ពេលដែលបងប្អូនចិញ្ចឹមទៅបងប្អូនអនុវត្តជាក់ស្ដែងទៅហើយវានឹងបង្រៀនបងប្អូនបន្ថែមទៀតហើយបងប្អូនណាបាទវានឹងបង្រៀនបងប្អូនពាក់ព័ន្ធជាមួយនឹងការងារទាំងអស់នេះហើយអរគុណច្រើនបងប្អូនហ្នឹងហើយបើពេញចិត្តនៅវីដេអូនេះកុំភ្លេចជួយចុច Subscribe ម្នាក់មួយផងបងប្អូនណាដើម្បីឲ្យខ្ញុំបាទមានទឹកចិត្តផលិតនៅវីដេអូថ្មីៗជាបន្តទៀតណាបងប្អូនណាបាទអរគុណច្រើនជម្រាបលាបាយបាយ